ទទួលទានផ្លែផាសិនមួយផ្លែក្នុងមួយថ្ងៃអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែលនឹកស្មានមិនដល់ផ្លែផាសិនដែលខ្មែរយើងនិយមហៅថាក្រូចទ្រើងមានអត្ថប្រយោជន៍ទប់ស្កាត់ការរីកលូតលាស់មហារីកបង្កើនថាមពលរំលាយអាហារបង្កើនមុខងារប្រព័ន្ធភាពស៊ាំជំនួយភ្នែកជំនួយសុខភាពស្បែកគ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយបន្ថយសម្ពាធឈាមបង្កើននៅចរន្តឈាមរត់និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹងលើសពីនេះទៅទៀតវាជួយកាត់បន្ថយនៅសញ្ញានៃភាពចាស់ជរានិងធ្វើឲ្យអ្នកគេងលក់ស្រួលថែមទៀតផងទី1អាហារបំពេញសុខភាពនៅក្នុងផ្លែផាសិនផ្លែផាសិនមានសារធាតុចិញ្ចឹមសារធាតុរ៉ែវីតាមីន A វីតាមីន C ជាតិដែកម៉ាញ៉េស្យូមផូហ្វ័របូតាស្យូមតុងដែននិងជាតិសរសៃនិងប្រូតេអ៊ីនដើម្បីបង្កើននៅមុខងារប្រព័ន្ធភាពស៊ាំដូច្នេះញ៉ាំផ្លែផាសិនមួយផ្លែស្មើនឹង100ក្រាមជារៀងរាល់ថ្ងៃអាចផ្ដល់នូវវីតាមីនប្រហែល30មីលីក្រាមនៃវីតាមីន C ទី2ការពារជំងឺមហារីកផ្លែផាសិនបង្កើននៅសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយផ្លែផាសិននេះក៏មានវីតាមីន A សារធាតុ Phenolic ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីកជាពិសេសការពារមហារីកមាត់និងសួតមានវីតាមីន A និងសារធាតុម្យ៉ាងទៀតដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីកជាពិសេសការពារមហារីកមាត់និងសួតទី3សម្បូរទៅដោយវីតាមីន A ផ្លែផាសិនសម្បូរទៅដោយវីតាមីន A ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែកការពារជំងឺភ្នែកឡើងបាយនិងភ្នែកងងឹតផងដែរសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៃផ្លែឈើនេះជួយកាត់បន្ថយនៅស្នាមជ្រួញនិងធ្វើឲ្យស្បែកមានសំណើមល្អទី4ជំនួយដល់ការរំលាយអាហារផ្លែផាសិនគឺជាប្រភពដ៏ខ្លាំងបំផុតនៃជាតិសរសៃក្នុងមួយផ្លែវាអាចផ្ដល់ឲ្យរាងកាយមនុស្សប្រមាណ 98% នៃតម្រូវការប្រចាំថ្ងៃជាតិសរសៃគឺជាសមធាតុសំខាន់នៃរបបអាហារដែលផ្ដល់នូវសុខភាពល្អពីព្រោះវាជាសារធាតុដែលសម្របសម្រួលការរំលាយអាហារនិងធ្វើឲ្យមានចលនាពោះវៀនផាសិនការពារការទល់លាមកបាននិងការពារជំងឺមហារីកពោះវៀនធំទី5កាត់បន្ថយការឡើងសម្ពាធឈាមប្រសិនបើអ្នកញ៉ាំផ្លែផាសិនមួយផ្លែក្នុងមួយថ្ងៃអ្នកអាចបំពេញនៅតម្រូវការបូតាស្យូម 1/4 ភ្លាមៗសារធាតុបូតាស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្សផាសិនជួយកាត់បន្ថយនៅសម្ពាធឈាមទៅលើបេះដូងនិងបង្កើនសុខភាពសរសៃឈាមបេះដូងនិងរក្សាលំនឹងជាតិទឹកដូច្នេះហើយសូមអ្នកបានញ៉ាំផ្លែផាសិនជាមួយនឹងអាហារថ្ងៃត្រង់របស់អ្នកម្ដងម្កាលក៏បានដើម្បីធានាបាននៅសុខភាពបេះដូងរបស់អ្នកនិងធ្វើឲ្យកោសិការាងកាយមានដំណើរការតាមមុខងាររបស់វាល្អប្រសើរទី6ធ្វើឲ្យឆ្អឹងមានសុខភាពល្អផ្លែផាសិនគឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែដូចជាជាតិដែកស្ពាន់ម៉ាញ៉េស្យូមនិងផូហ្វ័រសំខាន់សម្រាប់បង្កើនដង់ស៊ីតេនៅក្នុងឆ្អឹងនិងធ្វើឲ្យឆ្អឹងរឹងមាំសារធាតុរ៉ែទាំងនេះដើរតួនាទីសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹងនិងបន្ថយការរលាកសន្លាក់បើគិតថាមានប្រយោជន៍សូមបងប្អូនប្រិយមិត្តជួយ share ចែកគ្នាឲ្យបានដឹងគ្រប់គ្នាផង